ចាសូមគោរពជំរាបសួរពុកម៉ែបងប្អូនសម្រាប់វីដេអូថ្ងៃនេះផងដែរគឺខ្ញុំមកបង្ហាញជូនពុកម៉ែបងប្អូនអំពីការទទួលទានទឹកដែលស្អាតអញ្ចឹងការទទួលទានទឹកដែលស្អាតចូលទៅក្នុងរាងកាយគឺទាមទារខ្ពស់ខ្លាំងមែនទែនដោយទឹកនោះគឺត្រូវតែមានគុណភាពខ្ពស់និងល្អសម្រាប់សុខភាពផងដែរចាដោយដែលពុកម៉ែបងប្អូនធ្លាប់បានដឹងរួចមកហើយថាបើសិនជាយើងទទួលទានទឹកមួយដែលមិនស្អាតដូចជាមិនបានឆ្លងកាត់ការចម្រោះឬក៏ការបន្សុទ្ធទឹកនិងការសម្លាប់មេរោគឲ្យបានត្រឹមត្រូវនោះទេអញ្ចឹងនៅពេលដែលពុកម៉ែបងប្អូនទទួលទានទឹកនោះចូលទៅក្នុងរាងកាយគឺងាយនឹងធ្វើឲ្យពុកម៉ែបងប្អូនឈឺនិងឆ្លងជំងឺផ្សេងៗផងដែរចា៎ដូច្នេះសម្រាប់ពុកម៉ែបងប្អូនដែលចង់បានទឹកពិសាមួយដែលមានគុណភាពខ្ពស់និងល្អសម្រាប់សុខភាពពុកម៉ែបងប្អូនអាចជ្រើសរើសដំឡើងជាប្រភេទប្រព័ន្ធបន្សុទ្ធទឹកញ៉ាំបានប្រព័ន្ធបន្សុទ្ធទឹកញ៉ាំរបស់ក្រុមហ៊ុនយើងខ្ញុំគឺយើងរៀបចំបែបស្តង់ដារតែម្ដងបងប្អូនគឺយើងមានការឆ្លងកាត់ការកម្ចាត់កកដីកំទេចកំទីដកក្លិនដកក្លហើយឆ្លងកាត់ការបន្សុទ្ធបានល្អខ្លាំងមែនទែនជាពិសេសគឺយើងមានប្រព័ន្ធសម្រាប់មេរោគផងដែរចា៎ដូច្នេះហើយសម្រាប់ពុកម៉ែបងប្អូនដែលចង់ដំឡើងជាប្រព័ន្ធបន្សុទ្ធទឹកញ៉ាំលក្ខណៈគ្រួសារឬក៏បងប្អូនដាក់តាមសាលារៀនរោងចក្រមណ្ឌលសុខភាពផ្សេងពុកម៉ែបងប្អូនអាចទំនាក់ទំនងសាកសួរព័ត៌មានបន្ថែមជាមួយខាងក្រុមហ៊ុនយើងខ្ញុំបានចា៎សូមអរគុណ